នៅពេលនិយាយដល់រឿងភាគហុងកុងប្រិមិត្តបន្តិចទេដែលនឹកឃើញមុនគេដល់ភាពយន្តបែបក្បាច់គុណឬបែបស៊ើអង្កេតហើយប៉ុស្តិ៍ទូរទស្សន៍ដែលផុសចេញនៅក្នុងដួងចិត្តមុនគេគឺ TVB នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍នៃរឿងភាគវាយប្រហារនិងមនោសញ្ចេតនាតារា TVB បានតាក់ទាញទស្សនិកជនរាប់លាននាក់ជាមួយនឹងការសម្ដែងដែលមិនអាចបំភ្លេចបានអ្នកគាំទ្រសរសើរមិនត្រឹមតែសមត្ថភាពសម្ដែងប៉ុណ្ណោះទេប៉ុន្តែបូកផ្សំទាំងចរិតនិងទំនាក់ទំនងជាមួយអ្នកគាំទ្រផងដែរនៅក្នុងវីដេអូនេះយើងនឹងក្រឡេកឲ្យកាន់តែច្បាស់អំពីតារាសម្ដែងដែលទទួលបានការគាំទ្រលើសគេជោគជ័យពីអាជីពសម្ដែងពិសេសពេលរួមការងារជាតារា TVB ជាច្រើនជំនាន់នៅក្នុងចំណោមតារាដែលនឹងមានមុខនៅក្នុងវីដេអូនេះខ្លះបន្តនៅជាមួយនឹង TVB ខ្លះចាប់កងត្រាហើយដូច្នេះសូមបន្តតាមដានវីដេអូនេះដើម្បីទទួលបានព័ត៌មានលម្អិតដូចតទៅតារាដែលស្ថិតនៅលំដាប់កំពូលល្បីល្បាញនិងមានឥទ្ធិពលផុតលេខសំដៅដល់តារាដែលឈរជើងកាន់តំណែងកំពូលយូរឆ្នាំមានគ្រឹះអ្នកគាំទ្ររឹងមាំនិងវត្តមានឥទ្ធិពលខ្លាំងប្រចាំ TVB 1. Riscoជាប់ជាតារា Mega Star ដែលទទួលបានក្តីស្រឡាញ់គាំទ្រយ៉ាងទូលំទូលាយនៅទូទាំងអាស៊ីនៅឆ្នាំ2025លោកមានអាយុ54ឆ្នាំបច្ចុប្បន្ននៅជាប់កងត្រាជាមួយនឹង TVB អ្នកគាំទ្រក៏សរសើរចំពោះ Risco សម្រាប់ភាពប៉ិនប្រសប់គ្រប់ទម្រង់នៃការសម្ដែងផ្ដើមចេញពីតួវីរៈបរិះរបស់ទូរទស្សន៍រហូតដល់ជាតារាសម្ដែងដែលឈ្នះពានរង្វាន់រាប់មិនអស់ជាមួយនឹងចរិតរំទុំមិនកោងកាចឲ្យតម្លៃមនុស្សជុំវិញខ្លួននិងមានទឹកចិត្តពិតៗទើបធ្វើឲ្យ Risco ទទួលបានការគាំទ្រមិនប្រែ 2. Raymond Lam ជាតារាសម្ដែងជាតារាចម្រៀងជោគជ័យទាំងនៅក្នុងហុងកុងនិងចិនដីគោកនៅឆ្នាំ2025លោកមានអាយុ45ឆ្នាំលោកបានផុតកងត្រាជាមួយនឹង TVB តាំងពីឆ្នាំ2014មហាជនភាគច្រើនផ្ដល់ការគាំទ្រលោកនៅក្នុងអាជីពជាតារាចម្រៀងដោយសារសម្លេងស្រទន់ប៉ុន្តែមិនមែនមានន័យថាជាសម្ដែងរបស់លោកស្ថិតនៅកម្រិតទាបទេពោលគឺវានៅតែធ្វើឲ្យលោកជាប់នៅក្នុងតារាកំពូលជាតារាដែលទទួលបានការគាំទ្រច្រើនលើសលោកដដែលអ្នកគាំទ្រចូលចិត្តភាពវៃឆ្លាតនៃការបត់បែនរបស់លោកពិសេសវត្តមាននៅក្នុងរឿងភាពមនោសញ្ចេតនានិងភាពយន្តបែបភេរន្ធត់ 3. Julian Chung តារាប្រុសដែលមានភាពតាក់ទាញគ្មានដែនកំណត់នៅឆ្នាំ2025លោកមានអាយុ53ឆ្នាំលោកបានផុតកងត្រាផ្ដាច់មុខជាមួយនឹង TVB ប៉ុន្តែនៅសហការងារជាមួយគ្នាគិតជារឿងប៉ុណ្ណោះអ្នកគាំទ្រចូលចិត្ត Julian ដោយសារតែលោកមានភាពតាក់ទាញនិងភាពប៉ិនប្រសប់អមជាមួយនឹងទឹកមុខស្រទន់និងការបង្ហាញសំនៀងដ៏ពីរោះនៅក្នុងនាមជាតារាចម្រៀង 4. Kevin Chung ជាតារាប្រុសដែលអ្នកគាំទ្រតាំងនាមជាព្រះអង្គម្ចាស់ TVBនៅឆ្នាំ2025លោកមានអាយុ55ឆ្នាំបច្ចុប្បន្នលោកបន្តកងត្រាការងារជាមួយនឹង TVB ដដែលនិងក៏រក្សាតំណែងជាសំណប់ចិត្តរបស់ TVB យូរឆ្នាំមកដល់បច្ចុប្បន្ននេះដែរអ្នកគាំទ្រចូលចិត្ត Kevin ដោយសារតែការសម្ដែងដ៏ខ្លាំងនិងសម្បូរបែបគ្រប់ទម្រង់ជាពិសេសនៅក្នុងភាពយន្តបែបច្បាប់និងបែបវិទ្យាសាស្ត្រ 5. Moses Chan ជាសុភាពបុរសបេះដូងបរិសុទ្ធប្រចាំ TVB នៅឆ្នាំ2025លោកមានអាយុ54ឆ្នាំបច្ចុប្បន្ននៅជាប់កងត្រាជាមួយនឹង TVB អ្នកគាំទ្រពេញចិត្តតារារូបនេះដោយសារតែលោកមានភាពកក់ក្ដៅលោកតែងត្រូវប៉ាន់តួបែប slow មើងម៉ាត់ចិត្តល្អហើយសូម្បីនៅក្រៅរឿងជីវិតពិតរបស់លោកក៏មានងារជាបុរសចិត្តល្អនិងត្រឹមត្រូវបំផុតប្រចាំស្ថាប័ន TVB ដែរតារាមានប្រជាប្រិយភាពគ្រប់ចំនួននិងជាទីគោរពសម្ដៅដល់ក្រុមតារាដែលភាគច្រើនត្រូវប៉ាន់ជាមួយនឹងតួឯកមានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនិងឈ្នះពានធំជាច្រើនដង 1. Van Lai នៅឆ្នាំ2025លោកមានអាយុ61ឆ្នាំបច្ចុប្បន្នមិនជាប់កងត្រាផ្ដាច់មុខជាមួយនឹង TVB ទេប៉ុន្តែនៅសហការងារជាមួយនឹងគ្នាគិតជារឿងប៉ុណ្ណោះ Van ជាជើងចាស់ដែលអ្នកគាំទ្រគោរពនិងភាពប៉ិនប្រសប់ពេលទទួលការងារសម្ដែងមិនថាជាតួអ្វីឡើយការដាក់ខ្លួនរបស់លោកក៏ជាកត្តារួមចំណែកនៅក្នុងការទទួលបានក្តីស្រឡាញ់ពីអ្នកគាំទ្រជាច្រើនទសវត្សរ៍ដែរ 2. Rokho Chan នៅឆ្នាំ2025លោកមានអាយុ48ឆ្នាំបច្ចុប្បន្ននៅជាប់កងត្រាជាមួយនឹង TVBអ្នកគាំទ្រស្រឡាញ់រូខូក៏ព្រោះតែការសម្ដែងរបស់លោកពោពេញទៅដោយថាមពលបូកផ្សំនឹងភាពវៃឆ្លាតនៅក្នុងការសម្ដែងអាចបត់បែនទៅតាមចរិតតួដែលលោកសម្ដែងមន្តស្នេហ៍របស់លោកពិសេសគ្រប់គ្នាក៏សរសើរខ្លាំងដែរចំពោះភាពស្មោះត្រង់របស់លោកដែលមានចំពោះ TVB លោកបានលះបង់ឱកាសការងារធំផ្សេងនៅខាងក្រៅហើយប្រកាន់គោលជំហរនៅមិនទាន់ចង់បដូរទ្រនំទៅទីណាផ្សេងដាច់ខាតទោះទទួលបានតម្លៃខ្លួនច្រើនក៏ដោយ 3. Kenneth Ma នៅឆ្នាំ2025លោកមានអាយុ55ឆ្នាំបច្ចុប្បន្ននៅជាប់កងត្រាជាមួយនឹង TVB Kenneth ត្រូវអ្នកគាំទ្រស្រឡាញ់ដោយសារតែជីវិតពិតលោកតែបង្ហាញចរិតពិតមិនសម្ដែងយកមុខអ្វីដែលសំខាន់គឺលោកមានចរិតអោនលំទោនចំពោះមនុស្សគ្រប់គ្នាលោកក៏ជាមនុស្សមានភាពរួសរាយរាក់ទាក់ចិត្តល្អនិងមានភាពស្មោះត្រង់ចំពោះអ្នកគាំទ្រដែរ 4. Usko Wong នៅឆ្នាំ2025លោកមានអាយុ44ឆ្នាំផុតកងត្រាជាមួយនឹង TVB តាំងពីចុងឆ្នាំ2017ប៉ុន្តែនៅសហការងារជាមួយគ្នាគិតជារឿងប៉ុណ្ណោះហេតុផលដែលអ្នកគាំទ្រស្រឡាញ់ Busco គឺដោយសារតែលោកមានភាពតាក់ទាញភាពប៉ិនប្រសប់និងមន្តស្នេហ៍ដែលជាអំណោយផលតាំងពីកំណើតមករីឯស្នាដៃសម្ដែងវិញលោកធ្វើឲ្យគ្រប់គ្នាពេញចិត្តមិនថាសម្ដែងជាតួល្អឬតួចិត្តអាក្រក់ឡើយលោកស្វាគមន៍គ្រប់ទម្រង់និងអាចសម្ដែងបានដោយគ្មានការប្រកែក
5 Roger Cook នៅឆ្នាំ2025លោកមានអាយុ60ឆ្នាំបច្ចុប្បន្នមិនស្ថិតនៅក្រោមកុងត្រាជាមួយនឹង TVB ទេប៉ុន្តែនៅសហការងារជាមួយគ្នាគិតជារឿងប៉ុណ្ណោះអ្នកគាំទ្រគោរព Roger ដោយសារតែភាពប៉ិនប្រសប់មិនគួរឲ្យជឿរបស់លោកនៅក្នុងនាមជាតារាសម្ដែងថាជាតួកំប្លែងបែបឡប់តួចិត្តល្អឬពឹសពុល Roger សុទ្ធតែសម្ដែងបានយ៉ាងល្អមិនញញើតឡើយតារាទទួលបានប្រជាប្រិយភាពថ្នាក់កណ្ដាល 1. Bobby Oyeung នៅឆ្នាំ2025មានអាយុ65ឆ្នាំលោកបានចាក់ចេញពី TVB នៅក្នុងអំឡុងឆ្នាំ2022និង2023អរគុណដល់ឱកាសការងារជាតួកំប្លែងដែលបានធ្វើឲ្យតារាប្រុសរូបនេះមានឱកាសបញ្ចេញស្នាដៃសម្ដែងរហូតទទួលបានការគាំទ្រខ្លាំងភ្លុកទឹកភ្លុកដីជាមួយគ្នានោះតារាជើងចាស់រូបនេះមានភាពល្បីល្បាញខ្លាំងថាជាតួប្រុសមានភាពកក់ក្ដៅនិងមានសមត្ថភាពនាំយកពន្លឺភាពតាក់ទាញទៅឲ្យគ្រប់រឿងដែលលោកសម្ដែង 2. Ron Eung នៅឆ្នាំ2025មានអាយុ45ឆ្នាំផុតកុងត្រាជាមួយនឹង TVB តាំងពីចុងឆ្នាំ2015ប៉ុន្តែនៅសហការងារជាមួយគ្នាគិតជារឿងប៉ុណ្ណោះអ្នកគាំទ្រស្រឡាញ់ Ron Eung ផ្អែកទៅលើក្រមសីលធម៌គោរពការងារដែលលោកមានបូករួមនឹងការសម្ដែងដ៏ស្វាហាប់និងគុណភាពនាមជាសុភាពបុរសពិតមិនថានៅក្នុងរឿងឬក្រៅរឿង 3. Vincent Wong នៅឆ្នាំ2025មានអាយុ54ឆ្នាំផុតកុងត្រាជាមួយនឹង TVB តាំងពីខ្ទង់ពាក់កណ្ដាលឆ្នាំ2023ប៉ុន្តែនៅសហការងារជាមួយគ្នាគិតជារឿងប៉ុណ្ណោះការយកចិត្តទុកដាក់ចំពោះការងាររបស់ Vincent គឺជាអ្វីដែលអ្នកគាំទ្រឲ្យតម្លៃបំផុតលោកពិតជាធ្វើបានល្អពិសេសនៅក្នុងរឿងដែលនិយាយអំពីផ្លូវច្បាប់ឬបទឧក្រិដ្ឋផ្សេងនៅក្រៅរឿងវិញលោកគឺជាមនុស្សដែលមានសីលធម៌នៅក្នុងខ្លួននិងមានភាពរួសរាយរាក់ទាក់ 4. Benjamin Yinនៅឆ្នាំ2025មានអាយុ43ឆ្នាំបច្ចុប្បន្ននៅជាប់កុងត្រាជាមួយនឹង TVB ចរិតបែបរៀបសារកត់មុតការរក្សាកាយសម្បទាឲ្យមាំមួនស្មោះត្រង់ជាមួយអ្នកគាំទ្រគឺជាគុណសម្បត្តិដែលគ្រប់គ្នាកោតសរសើរលោកខ្លាំង 5. Owen Chung នៅឆ្នាំ2025មានអាយុ37ឆ្នាំបច្ចុប្បន្ននៅជាប់កុងត្រាការងារជាមួយនឹង TVB លោកគឺជាតារាដែលកំពុងរះដែលត្រូវបានទទួលស្គាល់ដោយសារតែភាពប៉ិនប្រសប់ហើយសូម្បីអ្នកគាំទ្រក៏កោតសរសើរ Owen ខ្លាំងដែរចំពោះការយកចិត្តទុកដាក់និងឲ្យតម្លៃចំពោះតួដែលលោកសម្ដែងតារាប្រុសដែលកាន់តំណែងតួឆ្នាំបំផុត 1. Jo Ma នៅឆ្នាំ2025មានអាយុ57ឆ្នាំលោកមិនស្ថិតក្រោមកុងត្រាផ្ដាច់មុខជាមួយនឹង TVB ទេអ្នកគាំទ្រពេញចិត្តចូលមកចំពោះចរិតបែបម៉ឺងម៉ាត់ដែលដូចទៅនឹងជីវិតពិតរបស់លោកខណៈពីអតីតកាលលោកក៏ជាមន្ត្រីប៉ូលីសមួយរូបដែរទោះមិនល្បីកំពូលប៉ុន្តែលោកគឺជាជើងខ្លាំងរបស់ហុងកុងដូចគ្នា 2. Alex Fong នៅឆ្នាំ2025មានអាយុ62ឆ្នាំលោកមិនស្ថិតក្រោមកុងត្រាផ្ដាច់មុខរបស់ TVB ទេតារាប្រុសរូបនេះមានប្រវត្តិជាយូរមកហើយដែលភាគច្រើនទទួលបានការគាំទ្រឬជាចាស់ទុំជាទីគោរព 3. Lauren Eung នៅឆ្នាំ2025មានអាយុ61ឆ្នាំបច្ចុប្បន្នមិនស្ថិតក្រោមកុងត្រាជាមួយនឹង TVB ទេប៉ុន្តែនៅសហការងារជាមួយគ្នាក៏ជារឿងប៉ុណ្ណោះលោកទទួលបានការកោតសរសើរជាខ្លាំងពីទស្សនិកជនពេលដើរតួជាវិជ្ជបណ្ឌិតឆឹងឈីមីដែលនៅក្នុងរឿង Healing Hand ពេលទស្សនាហើយម្នាក់ពិតជាពេញចិត្តជាប់មករហូតប៉ុន្តែបច្ចុប្បន្ននេះលោកមិនសូវជាចេញមុខច្រើននោះទេ 4. Ben Wong នៅឆ្នាំ2025មានអាយុ58ឆ្នាំបច្ចុប្បន្ននៅជាប់កុងត្រាជាមួយនឹង TVB លោកគឺជាតារា TVB ដែលឈរជើងមកយូរឆ្នាំមកហើយដែលភាគច្រើនកាន់តំណែងជាតួរងសំខាន់បន្ទាប់ពីតួឯក 5. Raymond Cho នៅឆ្នាំ2025មានអាយុ60ឆ្នាំបច្ចុប្បន្ននៅជាប់កុងត្រាជាមួយនឹង TVB តួភាគច្រើនសម្ដែងជាតួរងប៉ុន្តែលោកបានបង្ហាញថាតួរងដែលលោកសម្ដែងសុទ្ធតែជាតួរងបែបគុណភាពជាលទ្ធផលលោកពិតជាទទួលបានការគាំទ្រខ្លាំងគ្រប់ពេល 6. Mat Yeung នៅឆ្នាំ2025មានអាយុ44ឆ្នាំស្ថិតក្រោមការគ្រប់គ្រងរបស់ TVB នៅបច្ចុប្បន្ននេះជាញឹកញាប់លោកកាន់តំណែងជាតួរងអាជីពសម្ដែងពិតជារីកចម្រើនជាញឹកញាប់លោកកាន់តំណែងជាតួរងអាជីពសម្ដែងពិតជារីកចម្រើនប៉ុន្តែឈានដល់ពេលមួយលោកមានរឿងអាស្រូវផ្ទាល់ខ្លួនជាហេតុប៉ះពាល់ខ្លះដែរដល់ការងារសិល្បៈប៉ុន្តែលោកនៅតែអាចស្ដារកិត្តិយសមកវិញបាន 7. Him Law នៅឆ្នាំ2025មានអាយុ40ឆ្នាំបច្ចុប្បន្ននេះស្ថិតក្រោមការគ្រប់គ្រងរបស់ TVB Him Law មានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនិងជា fan ដែលមានគុណភាពពិតៗការប្រកាន់ខ្ជាប់នៃចរិតត្រឹមត្រូវរបស់លោកក៏ធ្វើឲ្យអ្នកគាំទ្រកោតសរសើរដោយគ្មានការស្ដាយក្រោយឡើយ